បាទដោយឡែកកាលពីម្សិលមិញនេះលោកជួនបរិយជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាបានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយនាយទាហាននាយទារងនិងពលទាហានដែលកំពុងឈរជើងការពារព្រំដែនកម្ពុជាថៃសមរភូមិមុខទិសប្រាសាទតាមាន់និងប្រាសាទតាក្របីលោកឈួតបរិយជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាបានអញ្ជើញដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខសំណេះសំណាលជាមួយនាយទាហានរងនិងពលទាហាននាយនគរបាលនិងពលនគរបាលដែលកំពុងឈរជើងការពារព្រំដែនកម្ពុជាថៃសមរភូមិមុខទិសប្រាសាទតាមាន់និងប្រាសាទតាក្របីស្ថិតនៅក្នុងខេត្តឧត្តរមានជ័យកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី5ខែឧសភាឆ្នាំ2025នេះដោយមានការអញ្ជើញចូលរួមពីលោកនងដារុនសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យលោកសាក់សុណៈប្រធានចលនាយុវជនកម្ពុជាក្រុម157ស្រុកភ្នំស្រុកតំណាងឲ្យលោកចៅជាអានប្រធានចលនាយុវជនសាខាខេត្តបន្ទាយមានជ័យព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករនេះឱកាសនោះដែរលោកឈួនបរិយបានផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជួបជានិច្ចពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើងជាពិសេសកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជាថៃជាមួយគ្នានេះផងដែរលោកឈួនបរិយក៏បានសម្ដែងនូវការកោតសរសើរនិងដឹងគុណដល់បងប្អូនកងទ័ពនាយពលទាហានទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តហ៊ានពលីអាយុជីវិតចូលរួមក្នុងសមរភូមិដើម្បីការពារជាតិអធិបតេយ្យភាពបូរណភាពទឹកដីនិងនាំមកនូវសុខសន្តិភាពស្ថិរភាពដែលជាការចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារគ្រប់គ្រងព្រំដែននិងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរបន្ទាប់ពីបានសំណេះសំណាលជាមួយឧត្តមសេនីយ៍ត្រីអ្នកវងមេបញ្ជាការទទួលទិសសមរភូមិប្រាសាទតាមាន់រួចមកលោកឈួនបរិយក៏បានអញ្ជើញចុះមើលនៅសមិទ្ធផលនានាជាពិសេសអាងស្តុបទឹកមួយកន្លែងដែលបានសាងសង់រួចរាល់សម្រាប់ឲ្យកងកម្លាំងនិងប្រជាពលរដ្ឋនៅទីនោះបានប្រើប្រាស់នៅក្នុងកម្មវិធីនោះដែរលោកឈួនបរិយព្រមទាំងក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋអមដំណើរបានរៀបចំពិធីបួងសួងសូមជួយបីបាច់ថែរក្សាដល់កងទ័ពកងនគរបាលជាតិឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងទទួលបានជ័យជំនះគ្រប់ភារកិច្ចនិងបាននាំយកនៅអំណោយមានគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅសមរភូមិទិសប្រាសាទតាមាន់និងប្រាសាទតាក្របីដែលក្នុងនោះរួមមានមីចំនួន10កេសអង្ករចំនួន10ការុងទឹកបរិសុទ្ធចំនួន360យោម្ហូបអាហារសម្រាប់មនុស្ស350នាក់នំប៉័ង200ដើមផ្លែស្វាយ100គីឡូក្រាមព្រមទាំងថវិកាមួយចំនួនទៀតផងដែរ